Ba cái buôn hong xôi tia sẽ thấy miền trọp bỏ lục rú cứ chỉ cái buôn hong xôi bài chỉ vị chia xa đại xa tại cái buôn này hai đại lục rú chập đàm trên pi chỉ vật mùi đại lùm ba miền đàm tuân trâm tại mà pon pram rồi đô la thế mà pon pram rồi đô la này ai vừa ao lục rú tự tu ban của đồng bằng nghĩa ai tự tu ban sự nhà bát bản đất ai tự tu ban sự nhà bát bà sát tra cha bản đất bà xua thaក្នុងរយៈពេលជាង30ឆ្នាំមកនេះតើការខិតខំប្រឹងប្រែងរបស់យើងការដែលយើងរៀនចេះដឹងមិនទាន់គ្រប់គ្រាន់ទេបើសិនជាគ្មានធម៌ពលបាទនៅក្នុងផ្ទះនោះជួយយើងអញ្ចឹងចំណុចនេះគឺសំខាន់ណាស់ណាបងប្អូនខ្លះគាត់គិតថាឲ្យតែមានលុយមានដើមទុនគឺយើងអាចធ្វើអ្វីក៏បានមិនទេមិនប្រកបទេណាបាទបើសិនជាធម៌ពលនៅក្នុងផ្ទះនោះមិនជួយទេគឺយើងនឹងបរាជ័យដល់ដែលបាទខំប្រឹងប៉ុណ្ណាក៏នៅតែបរាជ័យបាទនេះគឺជាការពិតនេះជាបទពិសោធន៍របស់លោកគ្រូផ្ទាល់តាមរយៈការសិក្សាស្រាវជ្រាវឲ្យបទពិសោធន៍ដែលលោកគ្រូបានពិនិត្យមើលធម៌ពលហុងស៊ុយផ្ទះរបស់បងប្អូនបាទកន្លងមកក៏ដូចជាការដែលលោកគ្រូបានបាទជួយរៀបចំកាយជោគវាសនាគាត់បាទគឺនេះគឺជាការពិតអញ្ចឹងបាទកុំឲ្យខាតពេលបងប្អូនពេលដែលបងប្អូនរស់នៅក្នុងផ្ទះនោះបងប្អូនជួបបញ្ហាដែលដោយលោកគ្រូបានរៀបរាប់ខាងក្រោមនេះគឺបងប្អូនបាទស្រោតបាទបញ្ញាប់បញ្ញាលបាទពិនិត្យមើលធម៌ពលបាទនៅក្នុងផ្ទះនោះភ្លាមណាព្រោះកាលណាដែលធម៌ពលនៅក្នុងផ្ទះរបស់យើងនោះមិនល្អទេនឹងធ្វើឲ្យយើងហ្នឹងមានអារម្មណ៍មិនល្អគឺអារម្មណ៍អវិជ្ជមានយើងក៏គិតអវិជ្ជមាននៅពេលដែលយើងបាទយកគំនិតរបស់យើងទៅធ្វើក៏យើងនឹងទទួលបានលទ្ធផលអវិជ្ជមានមកវិញដែរគឺការបរាជ័យមិនថាយើងរៀនចេះប៉ុណ្ណាមានលុយជាដើមទុននោះច្រើនប៉ុណ្ណានោះទេបាទគឺហើយក៏មិនមែនព្រំលិខិតជាអ្នកកំណត់ដែរគឺអ្វីៗគឺមកពីការគិតការធ្វើរបស់យើងអញ្ចឹងពេលដែលបងប្អូនមានបញ្ហាទាំងអស់នេះបងប្អូនស្រោតរូតរះមិនមែនជាការបំភ័យទេនេះគឺជាការកើនរំលឹកដាស់តឿនដោយសារតែលោកគ្រូបានសិក្សានៅក្បួនមួយនេះដែលកើតចេញមកពីកថាធម្មជាតិហើយលោកគ្រូក៏មានបទពិសោធន៍នោះជាច្រើនអញ្ចឹងជឿមិនជឿស្រេចលើបងប្អូនទេណាពេលដែលបងប្អូនជើញលោកគ្រូពិនិត្យមើលបានបងប្អូនដឹងច្បាស់ចាំបងប្អូនជឿលោកគ្រូណាបាទទី1គឺដេកពុំសូវលក់គិតរវើរវាយច្រើនមួម៉ៅឆេវឆាវឆាប់ខឹងឬទាស់សម្ដីគ្នាតិចតួចរវាងប្តីនិងប្រពន្ធឬមួយក៏កូននោះគឺចំណុចទី1ហ្នឹងគឺប្រយ័ត្នទី2ខំប្រឹងគិតធ្វើការបាទឬលក់ដូររកស៊ីទាំងថ្ងៃទាំងយប់នៅតែរកប្រាក់ចំណូលពុំសូវបានច្រើនដូចបាទបំណងដែលយើងបានគ្រោងទុកណាបាទន័យថាយើងខំប្រឹងឲ្យផែនការយើង 100% ប៉ុន្តែបាន30-40% ចឹងចំណុចទី3ពេលមានលុយច្រើនហើយបាទចូលមកនៅក្នុងផ្ទះម្ដងគឺតែងតែធ្វើឲ្យយើងមានរឿងហេតុផ្សេងដែលមិននឹកស្មានដល់ណារឿងហេតុផ្សេងដែលមិននឹកស្មានដល់នៅពេលដែលលុយនោះចូលមកដល់នៅក្នុងផ្ទះនោះធ្វើឲ្យបាទយើងចាយលុយនោះចេញទៅវិញអស់អញ្ចឹងសួរថាវាមានអ្វីមួយនៅក្នុងផ្ទះរបស់យើងដែលតាមបំផ្លាញយើងហ្នឹងទើបធ្វើឲ្យយើងមានបញ្ហាអញ្ចឹងជឿមិនជឿស្រេចលើបងប្អូនទេចំណុចទី4ក្នុងផ្ទះចេះតែឈឺបណ្ដាក់គ្នាពីមួយទៅមួយម្ដងឈឺម្ដងជាមិនដឹងហេតុច្បាស់ឈឺនេះបន្តិចឈឺនោះបន្តិចហើយក៏ជាទៅវិញបាទយើងមិនសូវជាចាប់អារម្មណ៍ណាបងប្អូនពិនិត្យមើលផ្ទះខ្លួនឯងមើលទាំងអាហ្នឹងជាកត្តារបស់ធម្មជាតិតែតែឈឺអញ្ចឹងហើយមិនទេណាគឺវាមានហេតុរបស់វាបានវាមានផលបាទចំណុចទី5ក្នុងផ្ទះមានចពាក់បំណុលមិនល្អជាបំណុលខាតលុយច្រើនបំណុលល្អបាទគឺផ្សេងណាបំណុលល្អយើងចពាក់លុយគេមែនប៉ុន្តែធ្វើឲ្យយើងនឹងរលុយបានច្រើនមកវិញបំណុលមិនល្អគឺជាហេតុដែលធ្វើឲ្យយើងចពាក់លុយគេហើយមិនមានលទ្ធភាពនឹងសងគេធ្វើឲ្យយើងខាតបង់រហូតចឹងឯចេះណានឹងគឺប្រយ័ត្នចំណុចទី6ក្នុងផ្ទះមានទ្វារចំហៀងចេញទៅខាងក្រៅផ្ទះបើសិនជាមានទ្វារចំហៀងចេញទៅខាងក្រៅផ្ទះស្រោតណាមកជួបលោកគ្រូទី7ដេកភ្ញាក់កណ្ដាលយប់មានអារម្មណ៍ភ័យពិបាកដេកលក់ទៅវិញឬមួយក៏លឺសូរសម្រាប់ជើងមនុស្សដើរនៅក្នុងផ្ទះបាទបើសិនជាមានបញ្ហាបែបនេះបាទខលមកប្រឹក្សាជាមួយលោកគ្រូមកណាទី8ប្តីនិងប្រពន្ធមានអារម្មណ៍
មានអារម្មណ៍ធុញថប់ស្អប់គ្នាម្ដងមិនចង់ស្ដីរកគ្នាឬមួយក៏គ្មានភាពខកក្តៅបាទនឹងគ្នាតែកាលណាដែលប្តីក៏លាក់ប្រពន្ធក៏លាក់រៀងខ្លួនទេនៅក្នុងអារម្មណ៍ប៉ុន្តែបើកាលណាដែលលឺបាទលោកគ្រូនិយាយបែបនេះបាទសូមគុំបន្តទៅទៀតណាឲ្យតែមានអារម្មណ៍បែបនេះមិនថាប្តីមិនថាប្រពន្ធទេបាទអាចប្រឹក្សាជាមួយលោកគ្រូបានទី9បានន័យថាបាត់បង់ប្រជាប្រិយភាពក្នុងការតំណាក់តំណងញាតិមិត្តបងប្អូនអតិថិជនគឺបាត់បង់ម្ដងបន្តិចគឺធ្វើឲ្យគេមិនចូលចិត្តយើងដោយយើងមិនបានដឹងខ្លួនថាមូលហេតុអីបានជាគេធ្វើអញ្ចឹងបាទកំលៀតឆ្ងាយការតំណាក់តំណងនឹងកាន់តែច្រើនទៅម្ដងតិចគឺប្រយ័ត្នកន្លែងនេះគឺដោយសារតែធម៌ពលនៅក្នុងផ្ទះនឹងឯងដែលធ្វើឲ្យយើងមិនដឹងខ្លួនឯងទេបាទទី10បងប្អូនដែលតសម្ញាប់ធ្វើរោងឡានបាទលយទៅខាងមុខឬមួយក៏លយទៅខាងក្រោយឬមួយក៏លយមកខាងឆ្វេងខាងស្ដាំបាទគឺបងប្អូនប្រុងប្រយ័ត្នណាប្រយ័ត្នតបូលហ្នឹងវាធ្វើឲ្យយើងពិឃាតបាទនៅក្នុងការពិឃាតហ្នឹងគឺពិឃាតមាន3មានលុយផងមានជំងឺផងហើយនឹងបាត់បង់អាយុជីវិតផងអញ្ចឹងនេះមិនមែនធម្មតាទេមិនចេះតែធ្វើទេណាបាទទី11បាទធ្វើរបងផ្ទះឬច្រកចូលក្នុងតួផ្ទះធំបានន័យថានៅខាងឆ្វេងដៃនៅពេលដែលយើងដើរពីមុខមកបានន័យថាកាលណាដែលយើងធ្វើច្រកបាទលបងរបស់យើងដែលចូលមកនៅក្នុងផ្ទះរបស់យើងអាលបងខាងមុខផ្ទះយើងហ្នឹងណានៅពេលយើងដើរមកពីមុខបាទគឺនៅខាងឆ្វេងដៃហើយច្រកចូលនៅក្នុងផ្ទះរបស់យើងក៏នៅខាងឆ្វេងដៃបើសិនជាបងប្អូនធ្វើបែបនេះហើយបងប្អូនខលមកប្រឹក្សាយោបល់ជាមួយលោកគ្រូបជាហានិភ័យណាបាទនេះគឺជាការពិតជឿមិនជឿបងប្អូនពេលដែលអញ្ជើញលោកគ្រូពិនិត្យមើលបានបងប្អូនភ្លឺច្បាស់បាទហើយចាំជឿលោកគ្រូព្រោះលោកគ្រូសិក្សាស្រាវជ្រាវហ្នឹងពាក់ព័ន្ធជាមួយនឹងចរន្តពាក់ព័ន្ធជាមួយនឹងវិញ្ញាណហ្នឹងគឺច្បាស់ណាបាទទី12បាទធ្វើបន្ទប់ទឹកនៅខាងក្រៅផ្ទះបាទទុកងាយស្រួលបានន័យថាទទួលភ្ញៀវហើយបើសិនជាបងប្អូនជួបបញ្ហាទាំង12នៅខាងលើនេះបាទបងប្អូនកុំបន្តទៀតបាទទី1វានឹងធ្វើឲ្យបងប្អូនខាតពេលវេលាទី2នឹងធ្វើឲ្យបងប្អូនហ្នឹងបាទបាត់បង់លុយកាក់នឹងច្រើនឯទី3គឺអាចនឹងធ្វើឲ្យបាត់បង់មនុស្សដែលជាទីស្រឡាញ់របស់យើងអញ្ចឹងជឿមិនជឿគឺលោកគ្រូបានឆ្លងកាត់បទពិសោធន៍នេះចែកអស់ហើយបានលោកគ្រូបាទបញ្យល់ប្រាប់ទៅបងប្អូនណាគុំឲ្យសោះពេលដែលជួបបញ្ហាទាំង12នេះហើយបាទលុយកាក់យើងអាចរកបានកុំគិតថាអត់ទេខ្លាចអស់លុយបងប្អូនចំណាយត្រឹមតែ$100បងប្អូនដឹងពីអាចកំបាំងនៅក្នុងផ្ទះហ្នឹងដឹងពីប្រភេទជំងឺនៅក្នុងផ្ទះហ្នឹងដឹងពីបញ្ហានៅក្នុងផ្ទះហ្នឹងបងប្អូនគួរតែចំណាយឲ្យអត់កុំព្រោះតែការដែលបងប្អូនមិនជឿធ្វើឲ្យយើងបាត់បង់ពេលវេលាបានន័យបាត់បង់ប្រាក់កាក់នោះច្រើនព្រោះការដែលមិនជឿបានន័យថាมันមានអីជារឿងចម្លែកទេព្រោះតែយើងមិនយល់យើងមិនចេះយើងមិនដឹងក៏យើងមិនជឿនេះឯងអញ្ចឹងបើពាក្យទាំង3នេះបាទសម្រាប់យើងប្រៀបបីដូចគេហៅថាទឹកពេញកែវគឺមិនអទេយើងធ្វើជាទឹកកន្លះកែវយើងរៀនថែមយើងស្ដាប់អ្នកដែលគេចេះដឹងនោះបាទយើងធ្វើតាមគេទៅអត់ចេះខុសទេណាអូខេលោកគ្រូចេះរដ្ឋាទេណាគាត់ថាជឿក៏ជឿមិនជឿក៏តាមតែបងប្អូនទៅអូខេអរគុណ